និតិកតាបកិច្ចស្វាមីកតាបកិច្ចភរិយាទៅណាពាក្យថាស្វាមីភរិយានេះវាខុសពីពាក្យថាប្តីប្រពន្ធទៅណាខុសគ្នាស្វាមីភរិយានេះគេថាឧត្តមស្វាមីនិងឧត្តមភរិយាណាគេប្រើពាក្យឧត្តមប្តីប្រពន្ធប្រើតែពាក្យឧត្តមហ្នឹងអញ្ចឹងឧត្តមស្វាមីនេះមានន័យថាតែជាអ្នកការពារជាអ្នកប្រយុទ្ធតម្រង់ជាអ្នកគ្រប់គ្រងជាអ្នកអនុគ្រោះណាទូទីរបស់ស្វាមីហើយភរិយាមានន័យថាជាអ្នកចាត់ចែងជាអ្នកទុកដាក់ជាអ្នកថែរក្សាណាហើយភាសាមាសាពុទ្ធលោកបានសម្ដែងអញ្ចឹងស្វាមីត្រូវមានធម៌5យ៉ាងការត្រួតដល់ភរិយាមានទី1សមានវិយៈនោះហើយត្រូវពូលពាក្យពិរោះពិសាដល់ភរិយាណាទី2វិញ្ញានៅការវគ្គលោកខាងលោកខាងធំលោកសូមលោកភាសាពុជនាហាហើយប្រមាណក្រោយឲ្យបងសពសាធការដល់កូនប្រុសកូនស្រីថ្មីដើមការទាំង4ប្រុសទាំងញាតិមិត្តដែលមករៀបចំពីពៀននេះបានសុខបានចម្រើនតរៀងទៅសូមក្រាបប្រណិប័តលោកមេបាព្រានបាទព្រះធម៌ទាំងពួងសាមកសង្ឃជាអនុភាវណៈដោយអានដល់ព្រាននៃព្រះសង្ឃទាំងពួងសោកេហន្តេរន្តរាំសូមសេរីជួបនៃចូលមានកលនៅឲ្យបានជ្រប់ពេលកំបីរៀន